ក្រោយពីបានចាក់ចេញពីដើមឈើមាសនោះហើយពួកគេក៏បានប្រឡេកទៅឃើញទីតាំងយានអវកាសយានិកឆ្មានិងកណ្ដុរក៏បានលបចូលទៅក្នុងទីអវកាសយានិកអាប៉ូឡូដែលត្រៀមហោះទៅឋានព្រះច័ន្ទព្រោះពួកគេចង់ដឹងចង់ឃើញណាស់ពេលនោះពួកគេក៏បានលបចូលទៅក្នុងយានអវកាសបានដោយជោគជ័យនៅក្នុងលំហអាកាសពេលយានហោះឡើងពួកគេភ័យផងអរផងហើយក៏អណ្ដែតខ្លួនក្នុងយានហើយក៏បានឃើញភពផែនដីយ៉ាងស្អាតនៅតាមបង្អួចនៅពេលដែលយានចុះចតនៅលើឋានព្រះច័ន្ទពួកគេបានលោតចេញមកក្រៅដើរលោតលើឋានព្រះច័ន្ទដែលមានតែដីនិងមានទៅដោយថ្មពណ៌ប្រផេះដែលស្ងប់ស្ងាត់បំផុតនៅពេលដែលដើរលោតទៅក៏ពួកគេក៏លេចទៅឃើញដើមឈើមួយដ៏ស្រស់ស្អាតដែលដុះនៅចំកណ្ដាលឋានព្រះច័ន្ទហើយពួកគេក៏បានទៅលេងនៅទីនោះបន្ទាប់មកពួកគេក៏បានជួបជាមួយនឹងកូនខ្លាឃ្មុំមួយដែរនៅទីនោះពួកគេក៏នាំគ្នាបន្តដើរទៅមុខទៀតដើរផងលោតផងទាំងសប្បាយរីករាយហើយខ្លាឃ្មុំនោះក៏នាំពួកគេបន្តទៅខាងមុខទៀតក៏ឃើញដើមឈើមួយទៀតពេជ្រនោះស្រាប់តែលេចមុខអេលៀននៃធំពណ៌ខៀវសម្បុរខៀវធ្វើឲ្យស្រឡាញ់ណាស់វាមិនកាយទេតែវាញញឹមហើយស្វាគមន៍ហើយក៏នាំពួកគេដើរលេងដើមឈើមួយនោះក៏បានបញ្ចេញពន្លឺស្វាគមន៍ពួកគេដែលបានជួបជុំគ្នាហើយក៏ជាមិត្តភក្តិដែលទើបតែស្គាល់គ្នាថ្មីពេលនោះអេលៀនតូចនោះក៏បានយកដៃទៅអង្អែលមុខឆ្មាហើយក៏នាំពួកគេដើម្បីនឹងទៅមើលកន្លែងដែលអេលៀនតូចនោះរស់នៅអេលៀនតូចនោះពិតជាសប្បាយរីករាយខ្លាំងណាស់ស្វាគមន៍មកកាន់កន្លែងដែលខ្លួនរស់នៅហើយក៏នាំពួកគេដើរចូលទៅកន្លែងដែលអេលៀនតូចនោះបានរស់នៅហើយក៏ឲ្យមើលនៅគ្រីស្តាល់និងកន្លែងនោះគឺមានភាពស្រស់ស្អាតហើយក៏ទាក់ទាញខ្លាំងណាស់តែធ្វើឲ្យកូនឆ្មាហើយនឹងខ្លាឃ្មុំកណ្ដុរតូចមានអារម្មណ៍សប្បាយរីករាយនឹងមិត្តភាពរបស់ពួកគេហើយអេលៀនតូចនោះបានយកដុំគ្រីស្តាល់មួយទៅឲ្យឆ្មាបន្ទាប់មកពួកគេក៏បានលាគ្នាទោះជានិយាយភាសាខុសគ្នាតែពួកគេយល់ចិត្តគ្នាដោយស្នាមញញឹមរឿងនេះចង់បង្ហាញឲ្យឃើញថា Lulo, you are our wonderful friend. Would you like to visit Earth with us? Our home is beautiful, with green forests, clear lakes, and our special golden tree. Wow, we're floating. Hold on tight, everyone. Look here. It's so beautiful. Yay, adventure! Wow, look at Earth. It's so big. It really is. We're so high up. The stars are twinkling so brightly. This is the best adventure ever. Yeah. The secret from the fastball to Earth and Yummy. We're almost there. Big. It really is. We're so high up. The stars are twinkling so brightly. This is the best adventure ever. Yeah. The secret from the fastball to Earth and Yummy. We're almost there.